នេះយើងវាយពុំហើយពុំយើងគឺបានស្អាតល្អស្មើចេញមែនទេអានេះយើងប្រើស្នែងកបីផងយើងប្រើកញ្ចក់ធម្មតាផងហើយស្នែងកបីយើងសម្លាប់វា4ទិស6ទឹកមួយមែនទេហើយយើងវាយពុំដល់ស្មើអញ្ចឹងបានធានាថាជ្រុងតសចេញមកស្អាតហើយវាអត់លិចទឹកស៊ីម៉ងកុំឲ្យវាស្អុយទេហើយជើងក្រោមយើងមុននឹងចាក់យើងបិទបេតុងវាទៅតែកុំបិទក្រាស់ពេកព្រោះយើងទុកកន្លែងខ្ពស់បិទមកល្មមមកកុំឲ្យវាលិចទឹកទៅបានអានេះសសរយើង3ម៉ែត្រកន្លះហើយយើងក្នុងមកតំណកាលយើងវាយមកជុំហ្មង6ទឹកមួយអានេះធានាឲ្យមែនរយអាណាក៏មិនប្រឹងមិនហែកនេះយើងសកដាយើងប្រើកញ្ចប់ធម្មតាទៅបាយបង្រឹងវាបន្ថែមមើល